បាទសួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះគឺខ្លះឌីរបស់យើងគឺចូល stop ពុកម៉ែបងប្អូនបាទនេះនេះគឺជាប្រភេទខ្លះឌី500 វ៉ាត់បាទចូលច្រើនណាស់ពុកម៉ែបងប្អូនបាទគឺមានប្រហែលជាល្បាក់9ឈុតបាទហើយប្រហែលជាអាចឆាត់អស់ថ្ងៃហ្នឹងបាទអាចឆាត់អស់នៅថ្ងៃហ្នឹងដោយសារនេះពុកម៉ែបងប្អូននេះវាប្រើបានបើពីរោងចក្រមកគឺប្រើបានចាប់ពីបុកដក$55ឡើងបាទកុំតែពុកម៉ែបងប្អូនទិញពីខ្ញុំទៅគឺពុកម៉ែមាននិយាយទៅតែមានដុំភ្លើងចាប់ពី20 020ទៅក៏អាចប្រើបានដែរពុកម៉ែបងប្អូនអាចប្រើបានដែរ2500 វ៉ាត់នេះណាពុកម៉ែបងប្អូនបាទអញ្ចឹងហើយពុកម៉ែបងប្អូនបើធ្លាប់ទិញពីបងផ្សេងយកមកប្រើអត់កើតអីសាក់ទិញពីខ្ញុំទៅបានធានាជូនសំខាន់ពុកម៉ែបងប្អូនប្រាប់វល់មកឲ្យខ្ញុំច្បាស់វល់ដុំភ្លើងរបស់ពុកម៉ែបងប្អូនណាបាទនេះគឺបត240 វ៉ាត់បាទនេះធ្វើការដោយ IC TPA 3116D2 មួយគ្រាប់បាទមួយគ្រាប់ភ្លើង24 វ៉ុលហើយមួយច្រកនេះគឺ120 វ៉ាត់បាទអានេះវាលឺ high រៀងខ្ពស់បាទសមស្របយកទៅកែប្រភេទបាសវ៉ាលីបាទបាសវ៉ាលីដែលឆេះ IC បាទឆេះ IC អញ្ចឹងគឺបាសវ៉ាលីតូចៗមកគឺអាចដាក់វាបានបាទនៅមានអានេះទៀតពុកម៉ែបងប្អូនបាទនេះគេហៅថាបត300 វ៉ាត់បាទអានេះធ្វើការដោយ IC TPA 3116D2 2គ្រាប់បាទ2គ្រាប់អានេះសលេងវាធ្ងន់ល្អបាទស៊ីភ្លើងដល់26 វ៉ុលបើបងប្អូនប្រើដុំភ្លើងល្បាក់ប្រហែលជា10 ពេលអីទៅបាទ10ពេលអីទៅដោយសារពួកនេះវាស៊ីភ្លើងគ្រាន់ដែរពុកម៉ែបងប្អូនបាទបើយើងប្រើតែមួយច្រកគឺអត់អីទេភ្លើងបងក៏អាចប្រើបានហើយប៉ុន្តែបើមិនជាប្រើទាំងពីរច្រកទាមទារពុកម៉ែបងប្អូនមានដុំភ្លើងគូសំបាទគូសំទៅអាចប្រើបានបាទហើយប្រភេទនេះគឺជា ampli ដែលស៊ីភ្លើង5 វ៉ុលបាទអានេះយកទៅដាក់speaker បាទនេះមាន Bluetooth ស្រាប់យកទៅដល់ដាក់ទៅឧបលោគឺលឺហើយពុកម៉ែបងប្អូនលឺហើយមាន volume ចេញពីច្រកបងប្អូនបាទនេះអានេះគឺខ្ញុំកែពុកម៉ែបងប្អូនបាទខ្ញុំកែគាត់យកមកឈប់ប៉ុណ្ណេះគឺខ្លះឌីក៏ខ្ញុំកែដុំភ្លើងនេះក៏ខ្ញុំកែគាត់ឲ្យហើយដែរបាទកែគាត់ឲ្យហើយដែរដុំភ្លើងរបស់គាត់គឺ20 020មានន័យថា40 វ៉ុលភ្លើងសរុបបាទអញ្ចឹងភ្លើងប៉ុណ្ណេះបើពុកម៉ែបងប្អូនទិញមកពីបងផ្សេងដែលគាត់អត់ចេះរបៀបកែខ្លះឌីឬក៏អត់ចេះរបៀបកែដុំភ្លើងគឺប្រើអត់បានទេពុកម៉ែបងប្អូនបាទប្រើអត់បានទេសម្រាប់ខ្លះឌី500 វ៉ាត់នេះបាទតែបើពុកម៉ែបងប្អូនទិញពីខ្ញុំទៅគឺខ្លះឌីក៏ខ្ញុំកែដុំភ្លើងក៏ខ្ញុំកែជូនបាទសំខាន់ពុកម៉ែបងប្អូនចំណាយលុយបាទចំណាយលុយភាគច្រើនបើពុកម៉ែបងប្អូនមានដុំភ្លើងឬក៏អាចចេះកែក៏ខ្ញុំប្រាប់របៀបកែដែរពុកម៉ែបងប្អូនមានក្បាលមុនខ្ញុំប្រាប់ដែរតែនេះគាត់អត់មានកាំងបាំងអត់មានអីគឺខ្ញុំកែគាត់មានតែដុំភ្លើងអញ្ចឹងពុកម៉ែបងប្អូនបាទហើយអញ្ចឹងទៅគឺខ្ញុំកែគាត់ត្រឹមកងដងបាទត្រឹមកងដងអញ្ចឹង20 020ពេលយើងកែទៅគឺបាន40 ពុកម៉ែបងប្អូនបាទបាន40ដោយសារអីយើងកែអញ្ចឹងគឺភ្លើងគុណ2ហើយអានេះក៏យើងកែដែរពុកម៉ែបងប្អូនអានេះយើងកែដែរអញ្ចឹងហើយវាលឺអត់បាត់ទេវាស្អាតមែនទែនបាទហើយប្រភេទ Class D គឺវាអុកបាសល្អជាងប្រភេទ IC អញ្ចឹងពុកម៉ែបងប្អូនបាទ Class D 500 វ៉ាត់នេះបើសិនជាធីបប្រភេទអុកបាសគឺអុកល្អមែនទែនបាទអុកល្អមែនទែនប្រភេទបាសវាលឺស្អាតជាងប្រភេទ IC បាទប្រភេទ IC សំឡេងវាបរោះប៉ុន្តែបើធីបប្រៀបធៀបបាទប្រៀបធៀបកម្លាំងអុកគឺវាចេញ Class D បាទចេញ Class D តែបើនិយាយគុណភាពឬក៏សំឡេងបរោះជាងIC បាទប្រភេទ IC គឺរៀងបរោះជាងបាទគ្រាន់ថា IC វ៉ាត់វារៀងតូចៗចឹងពុកម៉ែបងប្អូនហើយញ៉ាំទៀតបើមិនយើងយកវ៉ាត់ធំតម្លៃវាថ្លៃបាទតម្លៃវាថ្លៃហើយពួកអស់នេះអីយើងយកទៅរៀបគឺវាចំណេញលុយយកស្អីយើងមានដុំភ្លើងស្រាប់អីចឹងទុកវាចោលក៏នៅតែទុកចោលចឹងយើងចង់ស្រាប់យើងដាក់ទៅបាទទៅវាបរោះល្មមស្រាប់បាទល្មមស្រាប់អុកបាសលឺស្អាតចឹងពុកម៉ែបងប្អូនបាទគ្រាន់ថាបើសិនជាពុកម៉ែបងប្អូនប្រើ IC វាចំណាយលុយច្រើនពុកម៉ែបងប្អូនច្រើនចំណាយទៅលើដុំភ្លើងចំណាយទៅលើទាំង IC បាទតែប្រាច់ទៅពុកម៉ែបងប្អូនបាទសម្រាប់ចិត្តទេដោយសារអីប្រភេទ IC ក៏ខ្ញុំមានលក់ប្រភេទ Class D ក៏ខ្ញុំមានលក់បាទអាស្រ័យទៅលើពុកម៉ែបងប្អូនចង់រៀបប្រភេទណាគ្រាន់ថាយើងរៀបប្រភេទ Class D 500 វ៉ាត់នេះគឺចំណាយលុយតិចមែនតើណាពុកម៉ែបងប្អូនបាទហើយសំឡេងហើយនឹងតម្លៃវាដូចជា2គ្នាពុកម៉ែបងប្អូនតម្លៃអានេះធូរថ្លៃមែនតើបាទធូរថ្លៃមែនតើ
តែបងប្រុសគាត់យកទៅនេះទាំងអីគឺតម្លៃក៏លក់ឲ្យធូរធូរដែរបើប្រៀបធៀបគាត់តែនេះក៏របាក់ 30,000 ជាងដែរបងប្អូនបាទនេះបំភ្លើងនេះមកគ្រាប់ជាង 10000 ណាបាទថ្មីបាទពេញមកគឺជាង 10000 ហើយមកគ្រាប់តែនេះគឺខ្ញុំបោះចេញពីម៉ាស៊ីនទេមិនទឹកទេបាទប៉ុន្តែមិនមែនធូរថ្លៃទេបងប្អូនថ្លៃគួរសមព្រោះប៉ុណ្្នឹងគឺជាង 10000 បាទល្អបាទអានគ្រប់ធំបាទអញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្ណេះទេបាទសម្រាប់បងប្អូនមានអារម្មណ៍ចង់ប្រើប្រាស់អាំភ្លីបាទD10 D100 អីខ្ញុំមានស្តុកបានតែថ្ងៃនេះបានលើកមកជូនទេបាទបាទដឹកបញ្ជូនប៉ុណ្្នឹងឯងបាទហើយប្រភេទ Bluetooth ក៏ខ្ញុំមានដែរទីភ្លើង 5V ពុកម៉ែបងប្អូនមានដូចគ្នាហើយបតតម្លើងភ្លើងក៏មានដែរនេះទៅមានអីវ៉ាន់ច្រើនបាទអញ្ចឹងពុកម៉ែបងប្អូនអាចសាកសួរបានតាមរយៈលេខទូរស័ព្ទបាទ0978432 732បាទ096 7293ដើម07 076265624បាទអរគុណផ្លេចពុកម៉ែបងប្អូនបាទសម្រាប់លេខទូរស័ព្ទទាំង3ខ្សែនេះគឺសុទ្ធតែមាន Telegram ពុកម៉ែបងប្អូនអាចទៅមកបានតាម Telegram ណាពុកម៉ែបងប្អូនបាទអរគុណជម្រាបលា